សួស្តីអ្នកទាំងអស់គ្នានៅក្នុងវីដេអូនេះខ្ញុំនឹងធ្វើការបង្ហាញអំពីការប្រើប្រាស់ heading ហើយនិង horizontal rule នៅក្នុង HTML ឬក៏ធ្វើការរបៀបនៃការ add heading ហើយនិង horizontal rule ទៅកាន់ page HTML ណាអូខេអញ្ចឹងទី1តកតងទៅនឹង horizontal rule syntax របស់ horizontal សំទោសគឺ heading គឺដើមដោយ hn content តមកគឺបិទ heading ដែល n របស់យើងនេះគឺ1ដល់6ហើយចំពោះតែចំណុច1ដល់6នេះមានថាចម្លេខ1មានថា heading 1គឺធំជាងបន្ទាប់មកគឺ heading តូចបន្តិចរហូតដល់ heading 6អញ្ចឹងមានថាមានតែ6 heading ទេបើយើងប្រៀបធៀបនៅក្នុង Word វិញយើងគេថានៅក្នុង Word ក៏មាន heading ដែរដែលនៅក្នុងនេះមាន heading 1 heading 2 heading 3 heading 4ហើយនឹងមាន heading ផ្សេងៗទៀតនៅក្នុងណាអូខេតែនៅក្នុង HTML នេះគឺមានតែ6ទេគឺ heading 1ធំជាងគេបន្ទាប់មក heading 2តូចបន្តិច heading 3តូចបន្តិចរហូតដល់ heading 6គឺតូចជាងគេហើយមាន attribute មួយគឺឈ្មោះថា align សម្រាប់កំណត់ទីតាំងឬក៏ធ្វើការតម្រឹមនៃអក្សររបស់ heading ហើយមួយទៀតតទៅនឹង horizontal យើងប្រើ tag មួយគឺ hn hr សម្រាប់ធ្វើការ horizontal ហើយ horizontal rule សម្រាប់ដាក់បន្ទាត់ដេកនេះដូចជាបន្ទាត់នេះអញ្ចឹងណាអូខេគូបន្ទាត់ពណ៌ទឹកក្រូចនេះហើយមួយទៀតគឺ width សម្រាប់កំណត់ប្រវែងនៃបន្ទាត់ color សម្រាប់កំណត់ color name អាចជា blue អាចជា green អាចជា red អីផ្សេងៗដល់ពេល color code ជា color code ដូចជាពណ៌សណាឬក៏ពណ៌ខ្មៅណានេះគេហៅថា color code នៅក្នុងណាហើយមួយទៀត align កំណត់ទីតាំងរបស់បន្ទាត់នៅខាងឆ្វេងឬក៏ខាងស្ដាំឬក៏នៅខាងស្ដាំចំណែកឯ side វិញមានថាកម្រាស់សម្រាប់បន្ទាត់តែម្ដងណាអូខេឥឡូវនេះខ្ញុំចាប់ផ្ដើមធ្វើការ testing ឲ្យមើលតែម្ដងតែតងទៅទី1ខ្ញុំបង្ហាញអំពី heading ការដាក់ heading អូខេឥឡូវនេះខ្ញុំចាប់ផ្ដើមនៅក្នុង body heading គឺ hn n ចាប់ពី1រហូតដល់6នៅក្នុងនេះវាចេញ1 2 3 4 5 6អញ្ចឹងខ្ញុំដាក់ heading 1 h2 heading 2 heading 3 h4 heading 4 page 5 heading 5 6 ចឹងអស់ត្រឹម heading 6 heading 6គេឥឡូវនេះចាប់តាម testing តែម្ដងនេះគឺជាទំហំរបស់ឬក៏ size របស់ heading អញ្ចឹងប្រសិនបើយើងចង់រើសយកទំហំមួយណាយកមកប្រើគឺយើងយកប្រើទៅអញ្ចឹងតកតងទៅនឹងការប្រើប្រាស់ heading នេះភាគច្រើនគឺយើងយកមកធ្វើជា title នៅក្នុងឧទាហរណ៍នៅក្នុងនេះឧទាហរណ៍ថានៅក្នុងនេះខ្ញុំចង់ធ្វើអានេះជា title មួយនៅផ្នែកខាងលើអូខេឥឡូវនេះខ្ញុំចាប់ដើមធ្វើការ testing តែម្ដងនៅក្នុង index ខ្ញុំចាប់ដើមមកឥឡូវខ្ញុំចង់បាននេះអក្សរមួយនេះខ្ញុំដើមធ្វើការដាក់ជា title ខ្ញុំដាក់ h1 ហើយខ្ញុំចាប់ដើមបិទវាអូខេនេះគឺជាទំហំ title ឥឡូវនេះខ្ញុំចង់ដាក់ធ្វើការដាក់វានៅផ្នែកកណ្ដាលអញ្ចឹងនៅក្នុងនេះយើងអាចប្រើប្រាស់ align ដើម្បីធ្វើការផ្លាស់ប្ដូរទីតាំងរបស់វា align ស្មើនឹង center ចឹងវានៅកណ្ដាលណាហើយបន្តមកទៀតបើយើងចង់ឲ្យវានៅខាងផ្នែកខាងស្ដាំវិញយើងដាក់ align right ណានេះ align right នៅក្នុងណាបើសិនជាយើងចង់ឲ្យចេញចំណងជើងនៅខាងស្ដាំប៉ុន្តែភាគច្រើនយើងដាក់នៅក្នុងកណ្ដាលអូខេឥឡូវខ្ញុំដាក់ center តែម្ដងអូខេឥឡូវនេះគឺជា content top page របស់យើងនៅក្នុងនេះខ្ញុំដាក់ព្រោះដល់ពេលនេះវិញគឺជា sub title របស់ paragraph នីមួយៗខ្ញុំដាក់ត្រឹម h2 ណាអូខេឥឡូវនេះខ្ញុំចាប់ដាក់ h2 h2 ណាបើសិនជាយើងចង់ឲ្យវាតូចទៅយើងដាក់ត្រឹម h3 h អីចឹងទៅណាមានន័យថា
h កាន់តែធំមានថាកាន់តែទូចអញ្ចឹងយ៉ាងច្រើនត្រឹម6 h 6អូខេឥឡូវក្នុង paragraph នេះខ្ញុំចាប់ដាក់content មួយទៀតនៅលើនេះខ្ញុំចាប់ដាក់ h អូខេ h3 ដែរទៅអូខេsub content ទី2អូខេលើ sub content ទី2ចាប់ដាក់មើលនេះតើតើនឹង sub content នៅក្នុងនេះបើយើងចង់បាន paragraph មួយទៀតមាន content មួយទៀតយើងចាប់ដាក់ទៀតទៅនៅក្នុង h3 sub content ទី3អីចឹងទៅណាអូខេឥឡូវនេះយើងបាននៅក្នុង paragraph មួយមាន title មួយហើយយើងធ្វើការ format ចំណុចមួយទៀតខ្ញុំធ្វើការបង្ហាញអំពី horizontal rule អញ្ចឹងឧទាហរណ៍នៅក្នុងនេះខ្ញុំចាប់តាម horizontal rule ខ្ញុំចាប់តាមធ្វើការ testing អញ្ចឹងយើងប្រើដល់ hr នៅក្នុងណាគេ hr នៅក្នុង horizontal នេះអត់មាន html បិទទេណាមានតែ open អត់មាន close tag ទេមានតែ open tag អញ្ចឹងនៅពេលដែលយើងចាប់តាមចុចមកមានថា horizontal rule នេះគឺមានន័យថាធ្វើការកំណត់របស់វា default របស់វាគឺពណ៌ខ្មៅចឹងតែម្ដងឧទាហរណ៍នៅក្នុងនេះខ្ញុំប្រើប្រាស់ width ឧទាហរណ៍ខ្ញុំកំណត់ទំហំរបស់វាអញ្ចឹងយើងអាចដាក់ចូលទៅ width ឥឡូវថាខ្ញុំដាក់ថា500ណា500មានថាប្រវែងហ្នឹងគឺ500 default របស់វាគឺ align របស់វាគឺនៅកណ្ដាលឧទាហរណ៍ឥឡូវខ្ញុំចង់បាននៅខាងស្ដាំឬក៏នៅខាងឆ្វេងវិញបើនៅខាងស្ដាំខ្ញុំដាក់ align ស្មើនឹង right ណាខ្ញុំចង់ឲ្យវារត់មកនៅខាងស្ដាំវិញឬក៏នៅខាងឆ្វេងឬក៏នៅផ្នែកខាងណាមួយនេះបើយើងឧទាហរណ៍នៅនេះខ្ញុំដាក់ថា left អូខេនៅក្នុង left មួយទៀតទៅតងនឹង color ឧទាហរណ៍នៅក្នុង color នេះខ្ញុំចាប់ដើមមកដាក់ color អូខេ color ថាខ្ញុំដាក់ blue នេះគឺ color name ឈ្មោះពណ៌តែម្ដងណានេះពណ៌នឹងប្រសិនបើយើងមួយទៀតយើងប្រើ color blue ថា orange ណាពណ៌ទឹកក្រូចអូខេឬក៏យើងប្រើឧទាហរណ៍ខ្ញុំចង់ប្រើពណ៌ color code ថាពណ៌អញ្ចឹងទៅអានេះពណ៌ខៀវ color code ណានេះពណ៌ color code នៅក្នុងនេះអូខេមួយទៀតតើតើទៅនឹងការកំណត់កម្រាស់មានន័យថាកម្រាស់របស់ line ហ្នឹងតែម្ដងអូខេឥឡូវខ្ញុំដាក់ size តែម្ដងឧទាហរណ៍ខ្ញុំដាក់5មានថាកាន់តែធំកាន់តែក្រាស់ណាអត់ថាលើដាក់20ចុះណានេះគឺជាកម្រាស់របស់បន្ទាត់អញ្ចឹងមានថាយើងកាលណាយើងប្រើ size មានន័យថាយើងដាក់កម្រាស់ដល់ពេលយើងប្រើ color សម្រាប់ដាក់ពណ៌ដល់ពេលប្រើ align សម្រាប់កំណត់ទីតាំងនៃការបង្ហាញនៅលើ page របស់យើងថាតើនៅខាងឆ្វេងឬក៏នៅខាងស្ដាំហើយ width នេះគឺកំណត់ទទឹងណាគឺកំណត់ប្រវែង width របស់វានៅក្នុងនេះអូខេឥឡូវនេះចាប់ដើមធ្វើការ example តែម្ដងដាក់ចូលទៅក្នុង web page របស់យើងឧទាហរណ៍នៅក្នុង content page របស់យើងខ្ញុំចង់ធ្វើការគូសបន្ទាត់នៅខាងនេះគូសពេញតែម្ដងអញ្ចឹងខ្ញុំគូសពីក្រោមវិញខ្ញុំដាក់ hr ណាហើយខ្ញុំដាក់ color orange ហើយដាក់ size ខ្ញុំដាក់2ចុះ2បានហើយនៅក្នុងណាយើង format ទៅលើ HTML page របស់យើងណាអូខេបន្តមកទៀតខ្ញុំចង់ធ្វើការដាក់នៅលើផ្នែកខាងក្រោមនេះមួយទៀតខ្ញុំចង់គូសបន្ទាត់ពីក្រោម file villain HTML អូខេឥឡូវនេះយើងចង់សេកន្លែងណាយើងដាក់ខាងក្រោមកន្លែងហ្នឹងតែម្ដង hr color ខ្ញុំដាក់ color code តែម្ដងណា size 2ដូចគ្នាណាហើយ width របស់ខ្ញុំនេះខ្ញុំដាក់តែ200ទេនៅក្នុងណាប៉ុន្តែវានៅកណ្ដាលឥឡូវខ្ញុំចាប់ដើមឲ្យវាមកនៅខាងឆ្វេងវិញleft អូខេឥឡូវនេះ200ឥឡូវខ្លីពេកខ្ញុំដាក់220អីចឹងទៅ
ok chắc là cú cào mà sau này dân trong cú tiết nhưng ai cú bán nhưng copy vô tại đòn tới mình là cú cào mà nếu như xây khăn cào nâng tại đòn nè ok bộ quen bé nhưng bật thôi tới đã so tầm mà rồi một hay chân tới nè ok ní trả tôn từ nâng cá cú lành chân trả tôn từ nâng video ní cá bằng pra pra nơi heading hay nâng horizontal rule để nhóm phương cá bằng hai ní nhóm số phương cá bằng chậm